នេះជាធម្មតាក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាប់ផ្ទៃនៃព្រះមេត្តានោះព្រះពោធិសត្វប្រសូតក្នុងថ្ងៃសុក្រ15កើតពេញបរមីខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំកាលនោះពួកអាមាត្យនិងបរិពារទាំងឡាយក៏យាងព្រះនាងជាឱរសត្រឡប់ចូលទៅកាន់ក្រុងកបិលពស្តុវិញថ្ងៃព្រះពោធិសត្វប្រសូតមានសហជាតិ7កើតរួមដែរគឺរាហុលមេត្តា1អានន្ទ1ឆានអាមាត្យ1កាលុទាយីអាមាត្យ1សេះកន្តកៈ1ព្រះពោធិសត្វ1កំណប់ទ្រព្យ4យ៉ាង1ក្នុងថ្ងៃព្រះពោធិសត្វប្រសូតពួកទេវតាទាំងឡាយមានចិត្តរីករាយបានស្រែកសម្លេងខ្ទរខ្ទាប្រាប់គ្នាក្នុងឋានសួគ៌ថាបុត្ររបស់ព្រះបាទសទ្ធោទនមហារាជប្រសូតហើយក្នុងនគរកបិលភស្តុកុមារនេះនឹងអង្គុយទៀបគល់ពោធិ